បើសិនជាគេឲ្យរៀបរាប់អំពីវត្ថុមួយដែលមានពណ៌ទឹកក្រូចប្រហែលជាមានមនុស្ស7ក្នុងចំណោម10នាក់ដែលពួកគាត់នឹកឃើញដល់ទូរស័ព្ទ iPhone 17មានមនុស្សច្រើនណាស់ដែលស្គាល់ទូរស័ព្ទ iPhone ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់លោក Steve Jobs តើអ្នកគ្នាស្គាល់លោក Steve Jobs ទេលោក Steve Jobs គឺជាស្ថាបនិកមួយរូបដែលបានបង្កើត Apple ឡើងមកកាលពីឆ្នាំ1976នៅពេលក្រុមហ៊ុនកាន់តែរីកចម្រើនការខ្វែងគំនិតក៏កើតឡើងនៅឆ្នាំ1985លោក Steve Jobs ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនដែលខ្លួនឯងជាអ្នកបង្កើតមកដោយផ្ទាល់ដៃមនុស្សជាច្រើនគិតថាម្ដងណាគឺជាចុងបញ្ចប់របស់លោក Steve Jobs ហើយប៉ុន្តែសម្រាប់លោក Steve Jobs វិញវាគឺជាការចាប់ផ្ដើមថ្មីគាត់បានចាប់ផ្ដើមកសាងក្រុមហ៊ុនកុំព្យូទ័រថ្មីមួយហើយវាមានឈ្មោះល្បីល្បាញរហូតទៅដល់ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនថ្មីរបស់លោក Steve Jobs តទៀតដែលនោះគឺជាដើមហេតុនិងដំណើរដែលធ្វើឲ្យលោក Steve Jobs ត្រឡប់មក Apple វិញនៅឆ្នាំ1997បន្ទាប់មកគាត់បានចូលរួមដឹកនាំ Apple ឲ្យឈានចូលយុគសម័យថ្មីជាមួយនឹងផលិតផលដូចជា iMac, iPod, iPhone និង iPad ជាដើមរឿងរបស់លោក Steve Jobs បានបង្រៀនយើងថាពេលខ្លះអ្វីដែលយើងគិតថាវាជាការបរាជ័យដ៏ធំបំផុតវាអាចក្លាយជាឱកាសដែលនាំយើងទៅរកភាពជោគជ័យដែលធំជាងមុនដូច្នេះបើសិនជាឥឡូវនេះអ្នកកំពុងតែមានអារម្មណ៍ថាខ្លួនឯងកំពុងតែបរាជ័យកុំទាន់បោះបង់អីវាប្រហែលជាឱកាសសម្រាប់ឲ្យអ្នកចាប់ផ្ដើមសារជាថ្មីយើងអាចយកគំរូតាមលោក Steve Jobs គាត់អាចបាត់បង់ Apple បានប៉ុន្តែគាត់មិនអាចបាត់បង់ខ្លួនឯងបានទេហើយពេលខ្លះអ្វីដែលអ្នកទាំងអស់គ្នាបាត់បង់ថ្ងៃនេះអាចបើកផ្លូវឲ្យអ្នករកឃើញអ្វីដែលធំជាងមុននៅថ្ងៃស្អែក